មុនហ្នឹងខ្ញុំមានរឿងហួសចិត្តមួយចង់ឲ្យអ្នកទាំងអស់គ្នាជួយគិតមើលពូម្នាក់ប្រុសហ្នឹងគាត់មកទិញថ្នាំសម្រាប់គាត់មានកោមលមាស់នៅលើក្បាលហើយមានកើតកែគាត់ប្រាប់ថាគាត់អេសក្បាលទៅមានចិញ្ចៀមមានលមាស់មានអីហើយតទៅពេលហើយគាត់ក៏សួរនាំយើងថាគាត់ចង់បានសាប៊ូអស់បន្ទាប់ពីចង់បានសាប៊ូគាត់ថាគាត់ចង់យកថ្នាំលេបមានគ្រីមអីលាបអត់គាត់សួរយើងឡើងគ្រប់មុខគ្រប់សពយើងក៏ប្រយោជន៍ប្រាប់ថាអូពូត្រូវផ្សំថ្នាំបើអញ្ចឹងពូយកសាប៊ូយកតកក់គាត់ថាគាត់មានសាប៊ូហើយគាត់អត់ចង់បានសាប៊ូកក់ទៀតទេអញ្ចឹងយកតែថ្នាំលេបបានហើយនៅពេលផ្សំថ្នាំហើយច្រកថ្នាំអីហើយអស់ហើយគ្រីមលាបអីហើយអស់ហើយប្រាប់គាត់ថាអស់13500គាត់ថាគាត់មានតែ13000ទេគាត់មានតែប៉ុណ្្នឹងឯងលក់អត់ចោះខ្លះឯងខ្ញុំថាអត់ចោះទេព្រោះអីថ្នាំលក់តែប៉ុណ្្នឹងឯងគាត់ថាអញ្ចឹងគាត់អត់យកទេព្រោះកន្លែងពេទ្យអីទៅពេលអត់បានហើយខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាទាំងបងតែគាត់បើក pharmacy ផ្ទាល់ខ្លួនអីលក់ថ្នាំតែឲ្យគេចាប់អត់សួរថាធ្លាប់មានប្រភេទមនុស្សបែបហ្នឹងអត់ឲ្យយើងផ្សំថ្នាំហើយគាត់អត់យកឯងសូម្បីតែថ្នាំផ្សំកាត់ហើយច្រកដាក់ស្បោងទៅសេហើយក៏គាត់អត់យកដែរគាត់សុខចិត្តយកលុយរបស់គាត់ទៅវិញហើយសុខចិត្តឲ្យអ្នកផ្សេងនៅក្បែរហ្នឹងគឺគេចាំគាត់ពួកគាត់សួរអានេះផងសួរអានោះផងសួរគ្រប់មុខហ្មងណាហើយប្រភេទបែបដូចពូហ្នឹងនៅមានប្រហែលអ្នកទៀតតែទិញគេឲ្យគេផ្សំថ្នាំច្រកថងឲ្យហើយកាត់ហើយគាត់អត់យកអញ្ចឹងបងដែលមានបើក pharmacy ខ្លួនឯងមើលមុខគាត់លេងទុកទៅខៃឡូពេលខ្លះគាត់ទៅដល់ pharmacy របស់បងអីចឹងណាផ្សំថ្នាំឲ្យអត់យកអញ្ចឹងណាហើយសួរយើងឡើងច្រើនឡើងគេឈរចាំគ្រប់គ្នាអញ្ចឹងណាហើយសម្រាប់អ្នកទិញថ្នាំទៅតាម pharmacy គេផ្សេងកុំតថ្លៃគេអីគេអ្នកលក់ថ្នាំគេមានក្រមសីលធម៌គេធំត្រូវណាគេមានសុជីវធម៌ណាកុំតថ្លៃដូចផ្សារត្រីអញ្ចឹង